អ៊ុយក្រែនគ្នាបានប្រកាសមកថានេះគឺជាការជាប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតមួយដែលអ៊ុយក្រែនត្រូវសម្រេចថាតើជ្រើសរើសតាមសំណើរបស់លោកត្រាំបាត់ដីរុស្ស៊ីឬក៏ជ្រើសរើសទាត់ចោលសំណើលោកត្រាំឈប់តាក់ទងអាមេរិកបាត់មិត្តភ័ក្តិនិងអ្នកជួយមួយដ៏ធំប៉ុន្តែរក្សាដីអ៊ុយក្រែននិងរក្សាកិត្តិយសកិត្តិស័ព្ទរបស់ប្រទេសអ៊ុយក្រែនគាត់ទៅឲ្យអ៊ុយក្រែនកាត់ដីទៅរុស្ស៊ីប្រហែលជា20%អាដីវាយបានឲ្យរុស្ស៊ីទៅហើយអាដីវាយអត់ទាន់បានរុស្ស៊ីចង់បានកាត់ឲ្យគេខ្លះទៀតទៅដើម្បីឈប់ឲ្យរុស្ស៊ីទម្លាក់គ្រាប់អត់ទៅកាត់ទោសរុស្ស៊ីអត់ទៅយកទៅផ្ដំទាទោសតើសម្ដាប់ធ្នាប់ពិភពលោកនៅឯណានៅពេលដែលរុស្ស៊ីធ្វើអីបានសាច់ចិត្តហើយឥឡូវត្រូវបានមេដឹកនាំអាមេរិកអស់ហុចដងដាវទៅឲ្យរុស្ស៊ីទៀតនេះអ៊ុយក្រែនគ្នាកំពុងពិបាកហើយព្រោះអ៊ុយក្រែនត្រូវពិបាកជ្រើសរើសណាអត់អាមេរិកក៏ពិបាកដែរបើអត់អាមេរិករុស្ស៊ីវាយអ៊ុយក្រែនខ្ទេចខ្ទីដឹងមិនទេមិនអាចតបបានទេដូច្នេះតើត្រូវទាត់ចោលអាមេរិកឬក៏ត្រូវយកតាមសំណើអាមេរិក28ចំណុចហ្នឹងហើយបាត់ដែនអធិបតេយ្យរបស់អ៊ុយក្រែនរឿងនេះគឺច្បល់ណាស់ហើយពិភពលោកកំពុងតែសង្កត់សង្កាត់ឲ្យចាំមើលដែរហើយកំពុងតែបន់ស្រន់កុំឲ្យរឿងនេះវាคล้ายទៅជារុស្ស៊ីជាអ្នកកំណត់ជោគជតាវាសនារបស់អ៊ុយក្រែនអីសូមឲ្យមានភាពស្មើគ្នាហើយផ្ដល់យុត្តិធម៌ឲ្យអ៊ុយក្រែនអញ្ចឹងណាឥឡូវខ្ញុំចង់និយាយពីរឿងលោកត្រាំថ្ងៃនេះនៅពេលមានប្រតិកម្មច្រើនគាត់និយាយថាអញ្ចេះគាត់ថាអាផែនការ28ចំណុចដែលរុស្ស៊ីមានព្រៀបហ្នឹងណាមិនមែនជាការដាច់ណាត់តែប៉ុណ្្នឹងទេឥឡូវគាត់និយាយហ្នឹងចង់និយាយថាឃើញប្រតិកម្មគេខ្លាំងពេកឃើញលោកត្រាំហ្នឹងដូចជាអាក្រក់ហួសដែលទៅធ្វើបាបអ៊ុយក្រែនអញ្ចឹងទៅដាក់សម្ពាធរឿងឈប់ជួយអាវុធជួយអីឲ្យអ៊ុយក្រែនធ្វើឲ្យគ្នាលងតនេះអញ្ចឹងទៅវាដូចថាវារងគ្រោះសម្បាមពេកឲ្យប្រទេសមហាអំណាចដោយអាមេរិកអីហេតុអីបានជាខ្វះសិលធម៌អីអញ្ចឹងទៅឥឡូវគាត់ចាប់ផ្ដើមនិយាយថាអត់អីទេវាមិនទាន់ដាច់ភឹងអញ្ចឹងទេនៅមានចែកអីឬក៏តថ្លៃអីអញ្ចឹងទៀតបាទចាំមើលទៅទៀតបងប្អូនតថ្លៃយ៉ាងណាអ៊ុយក្រែននៅតែប្រកាន់ចំហខ្លួនឯងថាធ្វើអីធ្វើទៅកុំឲ្យបាត់ដីរបស់ខ្លួនបើបាត់ដីខ្លួនមិនអាចធ្វើបានទេហើយបើសិនជាសហគមន៍អន្តរជាតិអាណិតអ៊ុយក្រែនគឺធ្វើយ៉ាងម៉េចឲ្យរុស្ស៊ីខ្ចាក់ដីទាំងអស់មកឲ្យអ៊ុយក្រែនវិញហើយត្រូវតែរកសំណងសងអ៊ុយក្រែនទៀតផងហើយខោលទោសរុស្ស៊ីទៀតទៅបានត្រូវតែអ៊ុយក្រែនដូចអត់ទាន់បានដល់ថ្នាក់ហ្នឹងឯងសូមឲ្យតែរុស្ស៊ីបកគលដីដែលឈ្លានពានបានហើយឈប់ឈ្លានពានអ៊ុយក្រែនទៀតតែប៉ុណ្្នឹងគ្នាអស់ចង្ងប់ហើយ